វត្តមានអាចារ្យ2នាក់តែលោកអាចារ្យទាំង2នាក់មិនត្រូវគ្នាអាចារ្យទី1ធ្វើការនៅវត្តយូរឆ្នាំហើយអាចារ្យទី2ធ្វើការក្រោយចេះតែមានបញ្ហាជាមួយអាចារ្យទី1និងគណៈកម្មការនិងបរិស័ទខ្លះតើបញ្ហាទាំងអស់ខាងលើនេះដោះស្រាយយ៉ាងម៉េចតើលោកអាចារ្យណាមួយអាក្រក់ណាមួយល្អអានឹងមិនដឹងទេដោះតាមដានមើលសិនប៉ុន្តែសួរសំណួរទី1នេះសួរថាអាចារ្យតោះគ្នាអញ្ចឹងតើធ្វើម៉េចឲ្យវាត្រូវគ្នាទេមួយថ្ងៃទេតែរឿងឆ្លោះគ្នាហ្នឹងដែរចំនួនប្រសិនបើបដិបៈហ្នឹងមានបំណងនឹងត្រូវគ្នាវាមិនបែកគ្នាទេគេអាចជួយសម្រួលបានតែបើគ្មានបំណងត្រូវគ្នាទេពីណាក៏មិនអាចជួយបានដែរប្តីប្រពន្ធក៏អញ្ចឹងដែរប្តីប្រពន្ធខ្លះឆ្លោះគ្នាញឹកតែបែកគ្នាមិនរួចមកពីអីមកពីអត់ដែលមានគំនិតថាចង់បែកគ្នាវាគ្រាន់តែខឹងនេះខឹងនោះអីចឹងណាហើយបើវាអស់ចិត្តស្រឡាញ់ហើយវាអស់ចិត្តស្នេហ៍ហើយទៅលេងរួចចឹងមែនអត់ហើយគេច្រៀងថាតើខ្ញុំខុសអ្វីទៅស្រីសុំលេងទៅវាអស់ចិត្តទៅហើយពីណាមកសម្រុះសម្រួលបានទៀតតែបើថាចិត្តនៅស្រឡាញ់អស់ថាខឹងទៅស្រឡាញ់វិញហើយដូចតោះគ្នារឿងភិក្ខុកោសាមពីគ្មានរឿងធំឯគ្រាន់តែទឹកអាចប្រគួតនោះគ្រូ2អង្គយើងមើលគ្រូមួយបកកែទេសនាហត្ថធម្មកថាគ្រូមួយទៀតបរិញ្ញាវិន័យគ្រូដែលធម្មទឹកចូលប្រគុណភ្លេចចាក់ទឹកចេញមកវិញគ្រូមួយទៀតចូលចេញមកស្ដីលោកឯងចូលប្រគុណអត់ចាក់ទឹកអត់ដឹងត្រូវទោសទេបានលោកសារភាពទៅខ្ញុំកណាភ្លេចខ្ញុំកណានឹងសំដែងចេញគេព្រមសំដែងហើយហ្នឹងប៉ុន្តែសំរឿងមនុស្សសំរឿងទៅដើរប្រាប់កូនសិស្សលោកនោះចេះតែទេសនាដែរគ្មានប្រយោជន៍អីគ្រាន់តែជួអាចក៏ត្រូវទោសដែរតែពិតគេព្រមសារភាពហើយថាសំដែងទោសចេញហើយប៉ុន្តែមនុស្សសន្សំរឿងយល់ទេចេះស្អីទេសនាបដៅគេប៉ុន្តែខ្លួនឯងគ្រាន់តែជួអាចត្រូវទោសដែរមានស្អីទៀតដល់ទៅលឺដល់កូនសិស្សមកនិយាយបង្អាប់កូនសិស្សលោកគ្រូខាងនេះលោកគ្រូឯងគ្មានប្រយោជន៍មិនបាច់គិតរឿងអីធំគ្រាន់ជួអាចក៏ត្រូវទោសនិយាយអញ្ចឹងទៅប្រាប់លោកគ្រូអញ្ចឹងមែនណាវាមែនប៉ុន្តែសំដែងតែបាត់ចេញហើយតើមិនចាំបាច់និយាយធ្វើអីហ្នឹងឯនោះតវ៉ាកូនសិស្សមកខាង500គិតមើលជេរគ្នាពេញទៅវត្តហើយព្រះនៅហ្នឹងព្រះអង្គនៅហ្នឹងមើលព្រះអង្គប្ររួបកើតប៉ុណ្ណឹងដល់ពេលអញ្ចឹងទៅលឺលោឡាអញ្ចឹងអានន់នៅចិត្តព្រះអង្គសួរម្នាក់អានន់លឺអីហ្នឹងវាខកជេរគ្នាលេងគ្នាដល់កបានព្រះអង្គផ្ដាំផ្ញើតាមអានន់ថាមនាលអានន់នាំពាក្យតថាគតទៅព្រះអង្គមិនទៅខ្លួនឯងប្រាប់ថាការវិវាទតោះខ្ទែងគ្នាមិននាំមកនៅសេចក្តីសុខទេអ្នកទាំងឡាយចូលព្រមព្រៀងគ្នាឡើងព្រះអង្គផ្ដាំអញ្ចឹងណាផ្ដាំទៅ3 ដងនឹងគេផ្ដាំទៅព្រះអង្គថាម៉េចវិញគេផ្ដាំថាសូមព្រះអង្គគង់ជាសុខចុះរឿងនេះទុកឲ្យកណាលេងគ្នាម្ដងសូមព្រះអង្គខ្វល់ខ្វាយតិចចុះកុំគិតរឿងនេះរឿងរបស់គេមែនអត់អញ្ចឹងសម័យខ្លះសូមបីពុទ្ធជួយអត់បានទេដូចអាត្មាថាប្រសិនបើមានគំនិតថាចង់សម្របសម្រួលពិតជាស្រួលនិយាយតែបើមានគំនិតចង់ឈ្នះគ្នាជួយមិនបានទេមែនទេអញ្ចឹងយើងព្រមទៅគ្រាន់តែយើងកុំចូលរួមឆ្លោះទៅបានទេយើងមនុស្សពេលដែលខ្លាំងហ្នឹងមកពីមានទី1មានមេនះជាងកាលអញចាស់ជាងកាលអញចេះជាងកាលអញនៅយូរជាងប៉ុន្តែព្រះអង្គសម្ដែងថាដើម្បីឈ្នះនៅសេចក្តីអាក្រក់ទាំងអស់ហ្នឹងគឺមានតែសេចក្តីល្អទេដូចអាត្មាមក Long Beach និយាយគាត់លឺទៅមកទៅវត្តដែលអាត្មាធ្លាប់ស្នាក់ញាតិញោមខ្លះមិនអោយអាត្មាចូលទៅនឹងដាច់ខាត់វិញចេញអាត្មាថាអាត្មាមិនមកឆ្លោះទេអាត្មាទុកខ្លួនឯងដូចទឹកចឹងដូច Bruce Lee គាត់និយាយណាដែលលើ Bruce Lee និយាយ Bruce Lee គាត់និយាយ Warrior ហ្នឹងកាលណាវាចូលទៅក្នុង teapot វាคล้ายទៅជា teapot ហើយคล้ายទៅចូលក្នុងកែវវាคล้ายទៅជាកែវមានន័យថាកុំទើសជាទឹកអាចចាក់ចូលទុំបីតែរុនវាយ៉ាងម៉េចក៏ដោយក៏ចាក់ចូលបានដែរមែនទេមានន័យមិនទើសប៉ុន្តែយើងមានវិធីយើងអត់ទៅប្រឆាំងគាត់ទេវត្តមួយដែលអាត្មាស្នាក់ហ្នឹងអ៊ីនធឺណិតអត់សូវល្អអញ្ចឹងអាត្មាមានវិធីសាស្ត្រមួយអាត្មាថាអ៊ីនធឺណិតអាត្មាធ្លាប់ប្រើនោះល្អទៅនឹងដោយសារអ៊ីនធឺណិតទេមិនមែនទៅកាន់ជើងខាងនោះទេអាត្មាទៅសឹងអ្នកដែលថាឈប់ចូលវត្តហើយប៉ុន្តែដល់អាត្មាធ្វើអញ្ចឹងចូលវិញចូលទៅធ្វើបន់វិញស្រួលចាំបាច់ឆ្លោះទៅអីញាតិញោមមកដោយល្អអញ្ចឹងបានអាត្មាចេះតែប្រាប់ញាតិញោមធ្វើការជាមួយអាត្មាណាអាត្មាថាយើងធ្វើបន់យើងគិតពីបន់ខ្លួនឯងផងតែយើងត្រូវទុកវត្តនឹងជាមរតកសម្រាប់កូនចៅយើងទៀតកុំគិតត្រឹមយើងយល់ទេកុំគិតត្រឹមយើងពេលដែលយើងធ្វើការពិតជាមានរឿងប៉ះមាត់ប៉ះកគ្នាមិនខានទេដូចពាក្យគេនិយាយថាដើរច្រើនពិតជាពុបជើងលាងចានយូរពិតជាបែកចាននិយាយច្រើនគង់តែមានខុសធ្វើការជាមួយគ្នាគង់តែមានទាស់ធម្មតា
គិតថាឲ្យវាទៅជាធម្មតាទៅណាប៉ុន្តែរឿងវានឹងអាចសាបសូន្យទៅវិញគឺយើងមិនសន្សំរឿងទី1កុំមកល្អអាល្អហ្នឹងអត់សមរឿងមិនដល់ល្អនិយាយឡើងរំលឹកហើយរំលឹកទៀតវិញចេះមិនយូរតែបែកឲ្យវាហើយរឿងប៉ុណ្ណាក៏ដោយបើយើងគុំរំលឹកវាចំណុចអវិជ្ជមានហ្នឹងបន្តិចវាបាត់ដែរហើយតែកាលណាសំបីអកុសលចិត្តក្នុងខ្លួនយើងក៏អញ្ចឹងដែរព្រះអង្គត្រាស់នៅក្នុងផតេរតសោតថាម៉េចអ្វីណាដែលវាកន្លងហើយវាកន្លងទៅអស់វាកន្លងទៅ take it easy ណាគិតស្រួល don't worry be happy right ស្រួលរឿងអីក៏វាអាចកើតមានដែរដូចយើងដើរជីវិតយើងដើរមកវាប្រឡាក់ភក់វាប្រឡាក់ជើងមកដល់ផ្ទះលាងជើងទៅគុំទៅសំណោះអាភក់ផុកហ្នឹងមកលូអញទៅមកប្រឡាក់ភក់អស់ហើយព្រមលាងចោលបានប្រយោជន៍ស្អីមែនទេហ្នឹងដើរមកជន់ស្អីក៏ដោយជន់អាចឆ្កែក៏ដោយជន់ស្អីក៏ដោយជីវិតដើរគឺអញ្ចឹងឯងត្រូវតែប្រឡាក់អញ្ចឹងឯងប៉ុន្តែសំខាន់យើងលាងវាចេញទៅជំរះវាចេញទៅនឹងបានចុងក្រោយសចិត្តបរិយោតិបណੰគឺការជំរះចិត្តឲ្យស្អាតតែស្អាតចប់ហើយដូចជើងយើងដើរមកប្រឡាក់អីវាមិនសំខាន់ទេសំខាន់មកដល់ផ្ទះយើងលាងអត់មែនទេសង្គមមនុស្សគឺអញ្ចឹងឯងសូម្បីទៅនៅមួយពុទ្ធក៏មានអ្នកឆ្លោះគ្នាដែរនាងចេញចាទៅជេរព្រះអង្គណាពងសំដែងធួនជេរព្រះអង្គមុខយើហើយចអុលចោតព្រះអង្គថាស្អីទៀតមើលព្រះអង្គគេជេរដែរនោះថារឿងញាតិញោមឲ្យដឹងថាអូយមិនដឹងស្អីវត្តតោះតែគ្នាមិនមែនវត្តតោះគ្នាមនុស្សតោះគ្នាវត្តមានតោទេណាវត្តឲ្យមនុស្សហ្នឹងយើងមើលឲ្យហួសមនុស្សទៀតមើលដល់បេះដូងមនុស្សថាមកពីមានកិលេសគឺអញ្ចឹងហើយរឿងស្អីក៏ដោយបើមិនមានអាចំណុចអវិជ្ជមានគ្មានល្អមើលរឿងកុនក៏ដោយញាតិញោមសាកមើលតួឯកនឹងដើរមកគ្មានពីណាធ្វើបាបគ្មានពីណារស់រឿងគ្មានល្អមើលទេដល់តែគេវាយទៅកំសត់ទៅគេធ្វើបាបទៅមានតួអាក្រក់ទៅបានរឿងហ្នឹងថាល្អមើលមែនអត់ហើយបើដើរតាំងពីដើមរឿងទៅណាក៏គេសរសើរទៅណាក៏គេអបអរមិនដឹងរឿងស្អីទេនោះញាតិញោមមើលរឿងកុនមើលរឿងកុនតែតួឯកហ្នឹងចេញមកអត់មានណាធ្វើបាបអីសោះអត់មានណាបៀតបៀនសោះដើរមកគឺសុបាយរហូតតាំងពីដល់ចប់រឿងស្អីទៅអាហ្នឹងមិនមែនរឿងទេដល់តែមានគេធ្វើបាបហើយគេមានវិធីដោះស្រាយទៅត្រូវដើរផ្លូវណាអាហ្នឹងទើបយើងចង់តាមដានមើលគេធ្វើបាបចឹងមិនទៀតមើលឈ្នះគេអត់ឃើញទេមិនចឹងរឿងកុនណាគឺអញ្ចឹងរឿងជីវិតគឺអញ្ចឹងដែលយើងសិក្សាពធដើម្បីដោះស្រាយផ្លូវជីវិតយើងនេះគឺមិនមែនបន់កុំឲ្យកើតរឿងទេគឺបង្កើនស្មារតីប្រាជ្ញាស្មារតីដើម្បីឲ្យតស៊ូបានថាបញ្ហាកើតឡើងអញ្ចឹងយើងត្រូវដោះស្រាយមិនអញ្ចេះតាធម្មជាតិគឺអញ្ចឹងកពូលភ្នំគឺវាខ្ពស់ជាធម្មតាអញ្ចឹងប៉ុន្តែមុននឹងទៅដល់កពូលភ្នំត្រូវតែព្យាយាមឡើងអញ្ចឹងមិនបាច់ទៅដល់កពូលភ្នំហ្មងអត់បានទេហើយញាតិញោមត្រូវដឹងថាមនុស្សដ៏អស្ចារ្យក្នុងលោកទាំងអស់គឺត្រូវតែជួបភាពលំបាកហើយមេសាសនាធំដែលល្បីក៏អញ្ចឹងដែរដូចយេស៊ូដល់គេវាយដេចគោលដេចអីមិនល្បីព្រោះស្រួលមិនល្បីទេមែនទេហើយពុទ្ធដល់ទៅអត់បាយអត់អីដល់មៀមកផ្ចាញ់ខ្លាំងណាស់បានអស់ចាមហិមារបស់ពុទ្ធកុំទៅដល់សាមៀទេបើកុំមានមៀផ្ចាញ់ព្រះអង្គមិនអស់ចាមែនអត់នឹងព្រះអង្គឈ្នះមៀហើយបើគេមិនមកផ្ចាញ់បានស្អីឈ្នះសូត្រពីហងមើលអញ្ចឹងគួរអរគុណចិញ្ចាគួរអរគុណមីគួរអរគុណអ្នកណានោះមើលគេថាទី1ឈ្នះមីដោយទានបារមីហើយពិសោធន៍ពិតប្រកបទៅជីវិតអាត្មាចឹងញាតិញោមដែលអាត្មាខំរៀនឲ្យបានចេះបន្តិចបន្តួចប៉ុណ្ណឹងកុំមានគេមើលងាយទេណាកុំតែគេនិយាយប្រឈឺកុំតែគេនិយាយមើលងាយកុំអីនៅមើលទីរហូតដែរគ្មានមករៀនមកសូត្រអីទេដោយសារតែគេមើលងាយហ្នឹងតាហើយប៉ុន្តែពេលហ្នឹងដំបូងយើងខឹងប៉ុន្តែខឹងមិនមែនទៅគុំគួនគេទេអាត្មាលើទីហោដូចអាការអាត្មាទៅបួសជាសាមណេរទៅសូត្រមុនគេដល់សូត្រមុនជាដូនម្នាក់ឈ្មោះលោកយាយរៀមហើយផ្ទះរៀងកំសត់ហើយម្ចាស់ដើមមុនជាបន្ទោសគ្នាហើយមិនក៏មិនទៅរកបរិយប្រគេនលោកហើយប៉ុន្តែអត់ជក់ទេគាត់ណាលោកផ្សេងលោកឆាន់ថា3ដងតាអាចារ្យគណៈកម្មការវត្តអាត្មានោះគាត់ស្រែកថាអូយលោកអស់នេះចាំបាច់បរិយស្អីអាសឹកទៅវិញថាឆ្នាំមូដៃជក់មិនបានផងមិនដឹងលោកគាត់ថាចុំតានេះមើងងាយមនុស្សណាចាប់ពីនឹងមកពីមុនអត់ហ៊ានចេញពីស្រុកទេព្រោះនៅក្មេងនោះកាលនោះណាហើយស្រុកមិនតាន់កើតជាប់សង្គ្រាមផងនោះនៅពលពតបាញ់គ្នាគ្រឹងកន្លែងនៅក្នុងលេខបានអាតាំងចិត្តថាតាឯងកុំតាន់ងាប់បើថ្ងៃក្រោយអាត្មារស់555បាននេះអត់ជក់អាហ្នឹងកុំតែមានគេថាឲ្យយល់ទេគេថាឲ្យនោះធ្វើឲ្យយើងដាច់ចិត្តពីស្រុកហ្មងចេញទៅរៀនទៅសូត្រទៅមិនមែនអាក្រក់ទេណាគេថានោះមិនមែនអាក្រក់ទេព្រោះមនុស្សខ្លះគេអត់ថាឲ្យភ្ញាក់ខ្លួនទេ